សួស្តីអ្នកទាំងអស់គ្នាយើងតមេរៀនទី4របស់យើងទៀតហើយមេរៀនទី4របស់យើងមានចំណងជើងថា Rahman Sika Sitange Kayo ដែលមានន័យថាលោក Haruman ទៅភោជនីយដ្ឋានថ្ងៃនេះយើងចូលមកដល់ចំណុច Orfiva Moon Pop E ពាក្យនិងវេយ្យាករណ៍ទី2ហើយប្រយោគក្រោមនេះគេអានថា Audio Saram Turi Moyo តើទីនេះជាកន្លែងណាហើយមនុស្សទាំងអស់នេះធ្វើអ្វីអញ្ចឹងមើលរូបភាពខាងក្រោមមកគេសរសេរថា យ៉ងខ្វាខនមានន័យថារោងកុនគឹកចាំងរោងមហោស្រពរោងកុននេះគេប្រចាំងថ្លាយឲ្យយើងមើលឯរោងមហោស្រពនេះគេសម្ដែងផ្ទាល់តែរោងនេះស្តៀងគ្នាទេគាត់មួយសម្ដែងផ្ទាល់មួយប្រចាំងជាខ្សែភាពយន្តអញ្ចឹងកន្លែងនេះជីមជីប៉ាំងកន្លែងសូណាកន្លែង steam ឬក៏កន្លែងហួតទឹកមានទឹកក្តៅទឹកត្រជាក់ហើយចំណុចក្រោមនេះ hell ស៊ឺចាំងកន្លែងហាត់ប្រាណហើយចំណុចនេះផេកខ្វាចំមានន័យថាហាងទំនិញឬផ្សារទំនើបណូរ៉េប៉ាំងកន្លែងនេះណូរ៉េប៉ាំងខារ៉ាអូខេហើយពាក្យ PC ប៉ាំងឬ PC ប៉ាំងបន្ទប់កុំព្យូទ័រខាងក្រោមនេះពាក្យ មីយ៉ុងស៊ីលមានន័យថាហាងកាត់សក់ប៉ាឡេប៉ាំងកន្លែងបោកអ៊ុតហើយខាងក្រោមនេះមានពាក្យ អ៊ូឆេគុកប្រេសនីកន្លែងសម្រាប់យើងផ្ញើអីវ៉ាន់សចំបណ្ណាគារយើងចូលដល់ចំណុចវេយ្យាករណ៍របស់យើងរៀនអំពីញ៉ងសាបូកអេសមានន័យថានៅឬក៏នៅឯចឹងយើងប្រើញ៉ងសានាមទីកន្លែងបូកជាមួយនឹងអេសសម្រាប់បញ្ជាក់ទីកន្លែងដែលយើងមាននិងសកម្មភាពនៅទីនោះយើងប្រើវាជាមួយនឹងនាមទីកន្លែងឥឡូវយើងមើលការសន្ទនារវាងស្ត្រីពីរនាក់នេះម្នាក់ខាងនេះសួរថាអឌីសអ៊ុនដងហេយោតើអ្នកហាត់ប្រាណនៅឯណាហើយម្នាក់ទៀតឆ្លើយថាហេស៊ឺចាំងអេសអ៊ុនដងហេយោហាត់ប្រាណនៅកន្លែងហាត់ប្រាណហើយយើងមើលយាយមុនរបស់គ្នាយាយមុនរបស់យើងមានខាហើយនឹងណាខាគេសួរថាអ៊ីរីងស៊ីនឿនមកអេយោរីងតើអ្នកធ្វើអ្វីអ៊ីរីងឆ្លើយអាណាឆ្លើយខាផេសឆារឺម៉ាស្យោខ្ញុំនៅឯហាងកាហ្វេកំពុងតែផឹកតែចឹងអ៊ីរីងហ្នឹងគេនៅហាងកាហ្វេតែអត់ផឹកកាហ្វេទេគេផឹកតែរីឯប្រយោគខាងក្រោមគេអានថាឆាំស៊ីធឺស៊ីនឿនគឺចាំងអេសយ៉ងខឬបាយលោកឆាំស៊ីធឺហ្នឹងនៅឯរោងភាពយន្តកំពុងមើលភាពយន្តនឹងពាក្យអេសគេប្រើជាមួយនឹងនាមទីកន្លែងដូចជាស៊ីចាំងអេស
នៅឯផ្សារផែកខ្វាចំ ផ្សារទំនើបផែកខ្វាចំអេសនៅឯផ្សារទំនើបហាក់ឈូសាលារៀនហាក់ឈូអេសនៅសាលារៀនខាផេហាងកាហ្វេខាផេសនៅហាងកាហ្វេចឹងយើងទៅទំព័របន្តទៀតតែចំណុចទី1នេះគេនិយាយអំពី ODA កាយោខគីអេសម៉ូហេយោអ៊ីយ៉ាគីហេប៉ូសេអូតែមានន័យថាតើអ្នកនឹងទៅណាតើអ្នកកំពុងធ្វើអ្វីនៅទីនោះសូមធ្វើការសន្ទនាគ្នាចឹងខាងក្រោមគេឲ្យផូគីឧទាហរណ៍របស់យើងគឺមានឆេស៊ឺស៊ីឆេអ៊ីស៊ឺនស៊ីអូឌីអេកាយោឆេស៊ឺនតើអ្នកទៅណាចឹងចម្លើយសចំមេកាយោទៅបណ្ណាគារហើយសំណួរទី2ខគីអេសូម៉ូហេយោតើអ្នកទៅទីនោះធ្វើអ្វីចម្លើយសចំអេសឆៃគឺសាយោអូខ្ញុំទៅបណ្ណាគារទិញសៀវភៅចឹងសចំយើងរៀនហើយពាក្យបណ្ណាគារហើយឆៃគឺសាដាទិញសៀវភៅចឹងគេឲ្យរូបភាព3ខាងក្រោមហើយរូបភាពទី1គេឲ្យពាក្យផែខ្វាចំហាងទំនិញឬក៏ផ្សារទំនើបពាក្យនៅពិតក្បែរហ្នឹងសពពីហាដាដើរទិញអីវ៉ាន់ឬក៏ដើរផ្សារហើយប្រយោគទី2គេឲ្យពាក្យណូរ៉េបាំងក្រៅខេនិងណូរ៉េឬហាដាមានន័យថាក្រៅខេនិងការច្រៀងក្រៅខេហើយរូបភាពទី3ឲ្យពាក្យអ៊ូឆេគុកនិងពាក្យផ្សាន់ជីឬផូនេដាចឹងអ៊ូឆេគុកនេះគឺជាមានន័យថាប្រេសនីហើយផ្សាន់ជីផូនេដាប្រែថាផ្ញើសម្បត្តិទៅចឹងយើងបង្កើតជាសំណួរនិងចម្លើយរូបភាពទី1គេឲ្យឈ្មោះម្នាក់នេះគឺជារ៉ាមីនហើយសន្ទនាជាមួយនឹងហាក់សេងអេចឹងហាក់សេងអេគេសួររ៉ាមីនថារ៉ាមីនស៊ីអូឌីអេកាយោលោករ៉ាមីនតើលោកទៅឯណារ៉ាមីនក៏ឆ្លើយឆនឿនផែខ្វាចំអេកាយោខ្ញុំទៅឯផ្សារទំនើបឬក៏ទៅហាងទំនិញចឹងហាក់សេងអេស៊ូទៀតខគីអេសម៉ូហេតើទៅទីនោះធ្វើអ្វីរ៉ាមីនឆ្លើយផែខ្វាចំអេសភីងឺហេខ្ញុំទៅផ្សារទំនើបទៅទិញអីវ៉ាន់ចឹងរូបភាពទី2នេះគឺរ៉ាហ៊ឺម៉ាន់ចឹងគាត់ពងជាងការ៉ាអូខេហើយហាក់សេងអេសន្ទនាជាមួយនឹងរ៉ាហ៊ឺម៉ាន់ចឹងហាក់សេងអេគេសួរថារ៉ាហ៊ឺម៉ាន់ស៊ីអូឌីអេកាយោលោករ៉ាហ៊ឺម៉ាន់តើលោកទៅឯណាតើលោកទៅណារ៉ាហ៊ឺម៉ាន់ឆ្លើយឆនឺណូរ៉េប៉ាងអេកាយោខ្ញុំទៅឯបន្ទប់ការ៉ាអូខេហើយហាក់សេងអេស៊ូទៀតខគេអេសូម៉ូហេយោតើទៅទីនោះធ្វើអ្វីហើយរ៉ាហ៊ឺម៉ាន់ឆ្លើយណូរ៉េប៉ាងអេសូណូរ៉េឬហេយោខ្ញុំទៅបន្ទប់ការ៉ាអូខេខ្ញុំទៅច្រៀងការ៉ាអូខេរូបភាពទី3 B សន្ទនាជាមួយនឹង E ring ចឹង B គេសួរ E ring ថា E ring si ODA kayo កញ្ញា E ring តើអ្នកទៅណា
ចឹងអ៊ីរីងឆ្លើយឈ្នឿនអូឆេគុកអេកាយ៉ខ្ញុំទៅអូឆេគុកហើយ B សួរបន្តទៀតខគីអេសមកហេវតើទៅទីនោះធ្វើអ្វីហើយអ៊ីរីងគាត់បានឆ្លើយ우체국에서 편지를 보내요.ខ្ញុំទៅឯឧចេគុកនឹងទៅផ្ញើសម្បត្តិ